គិតផ្ទុយពីយោធាថៃករណីពាត់បន្លាលួសយកដីខ្មែរសាស្ត្រាចារ្យប្រវត្តិសាស្ត្រថៃម្នាក់ណែនាំថាការដោតទង់ជាតិមិនបញ្ជាក់ថាទីនោះគឺជាទឹកដីថៃទេរឿងព្រំដែនគេយកផែនទីអន្តរជាតិជាសំអាងក្រមយោធាជ្រុលនិយមថៃកំពុងតែមានអំនួតនិងផុសបង្អួតដើម្បីធ្វើស៊ីផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជាក្នុងចេតនាអោចអាលបង្កឲ្យកើតមានទំនាស់ផ្ទៃក្នុងកម្ពុជាដោយបានយកទូកុងតឺន័រក្តីបន្លាលួសក្តីមកពាត់យកដីខ្មែរដោយថែមទាំងបានយកទង់ជាតិថៃមកបង្ហូតផងនោះក៏ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួនប្រាប់ទៅកាន់ពលរដ្ឋថៃដែលជឿលើពាក្យឃោសនារបស់កងទ័ពថៃដើម្បីកេងចំណេញប្រជាប្រិយភាពឈានឆ្ពោះទៅរកការទទួលបានផលប្រយោជន៍ច្រើនមហាសាលនោះគឺការអនុម័តកញ្ចប់ថវិកាជាតិពិសេសសម្រាប់កងទ័ពកាន់តែច្រើនជាងមុនថែមទៅទៀតនាពេលអនាគតយ៉ាងណាមិញមិនមែនគ្រប់ប្រជាពលរដ្ឋថៃនិងអ្នកបញ្ញវន្តថៃទាំងអស់សុទ្ធតែមិនមានការត្រេះរិះពិចារណាឬស្ដាប់តែលើការបំផោងព័ត៌មានពីជ័យជំនះរបស់កងទ័ពថៃដែលបាននឹងកំពុងតែបំពេញឈ្លានពានលើទឹកដីកម្ពុជានោះឡើយក្នុងនោះឃើញមានសាស្ត្រាចារ្យថៃមួយរូបដែលជាបុគ្គលមានចំណេះដឹងនិងស្គាល់ប្រវត្តិសាស្ត្រជ្រៅជ្រះគឺលោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រសាមិតលឺឆៃបានចេញមកពន្យល់ដល់ប្រជាពលរដ្ឋថៃក៏ដូចជាណែនាំដល់យោធាថៃចំពោះអ្វីដែលពួកគេកំពុងតែយល់ច្រឡំថានោះគឺជាជ័យជំនះនៅថ្ងៃទី30ខែធ្នូឆ្នាំ2025លោកសាស្ត្រាចារ្យបញ្ចេញទស្សនៈដោយភ្ជាប់ជាមួយរូបភាពក្រុមយោធាថៃថតជុំគ្នាមកប្រាំងប្រាសាទខ្មែរយើងដោយមានដោតទង់ជាតិថៃថាថ្ងៃនេះអ្នកប្រហែលជាមានមោទនភាពដែលអាចដណ្ដើមយកប្រាសាទតាមាន់ធំហើយយកទង់ជាតិទៅដោតនៅលើតួប្រាសាទចុះយ៉ាងណាទៀតនៅពេលដែលការបោះឆ្នោតកន្លងផុតទៅរដ្ឋាភិបាលថៃមិនថាគណៈបកណាក្លាយជាអ្នកដឹកនាំនោះទេក៏ត្រូវតែត្រឡប់ទៅចរចាលើបញ្ហាព្រំដែនជាមួយកម្ពុជាវិញដដែលនោះមានន័យថានៅទីបញ្ចប់យើងត្រូវតែពិនិត្យមើលថាតើផែនទីព្រំដែនដែលជាភស្តុតាងតាមច្បាប់អន្តរជាតិបានកំណត់ថាខ្សែបន្ទាត់ព្រំដែនស្ថិតនៅកន្លែងណាព្រំដែនមិនមែនស្ថិតនៅលើកន្លែងដែលទាហានទៅដណ្ដើមយកបាននៅពេលនេះនោះទេហើយតើពួកអ្នកដែលគ្រប់គ្រងយោធាដឹងដែរទេថាតាមផែនទីនោះខ្សែបន្ទាត់ព្រំដែនពិតប្រាកដស្ថិតនៅត្រង់ណាបើមានពេលទំនេរសាកល្បងស្រាវជ្រាវមើលទៅនោះអ្នកនឹងដឹងបណ្ដាប្រទេសនៅអឺរ៉ុបគឺជាអ្នកបង្កើតប្រភពនៃព្រំដែនតាមផែនទីហើយប្រទេសនៅអឺរ៉ុបទាំងនោះក៏ធ្លាប់បានធ្វើសង្គ្រាមដណ្ដើមព្រំដែនគ្នាអស់រយៈពេលយ៉ាងយូរមកហើយដែរប៉ុន្តែរហូតមកដល់ថ្ងៃនេះពួកគេបានឈានរំលងបញ្ហាព្រំដែនរដ្ឋជាតិអស់ទៅហើយព្រំដែននៅតែមានប៉ុន្តែវាមិនមែនជាបញ្ហាទៀតទេកន្លែងណាដែលបែងចែកគ្នាបានពួកគេក៏បែងចែកទៅចំណែកកន្លែងណាដែលជាតំបន់ត្រួតស៊ីគ្នាហើយមិនអាចបែងចែកដាច់ពីគ្នាបានពួកគេក៏រៀបចំឲ្យទៅជាតំបន់អភិវឌ្ឍរួមគ្នាយើងនិងកម្ពុជានៅតែមិនទាន់អាចឈានរំលងបញ្ហាព្រំដែនតាមផែនទីនៅឡើយទេហើយភាគីទាំងសងខាងតែងតែយកបញ្ហានេះមកប្រើប្រាស់ដើម្បីផលប្រយោជន៍នយោបាយអ្នកដែលរងគ្រោះពិតប្រាកដគឺទាហានដែលឈរជើងនៅជួរមុខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែននិងសេដ្ឋកិច្ចរបស់ជាតិសូមមេត្តាយល់ដល់សន្តិភាពកុំធ្វើសង្គ្រាមដាក់គ្នាទៀតអីព្រោះទោះបីជាធ្វើសង្គ្រាមខ្លាំងក្លាប៉ុណ្ណាក៏ដោយនៅទីបញ្ចប់ក៏ត្រូវតែងាកមករកតុចរចាវិញដដែលរូបភាពទាំងនេះគង់តែនឹងคล้ายជាអតីតកាលដែលកន្លងហួសទៅប៉ុណ្ណោះសង្ឃឹមថានឹងមានអ្នកដែលចេះដឹងនិងយល់ច្បាស់ពីប្រវត្តិសាស្ត្រដោយលោកសាស្ត្រាចារ្យសាមិតកាន់តែច្រើនហ៊ានចេញមកនិយាយការពិតដើម្បីដាស់ស្មារតីបងប្អូនពលរដ្ឋថៃមួយចំនួនដែលកំពុងតែវង្វេងដោយសារតែការផ្ដាល់ព័ត៌មានមិនពិតរហូតคล้ายទៅជាការខឹងស្អប់ជាតិសាសន៍រវាងកម្ពុជានិងថៃឲ្យភ្ញាក់ស្មារតីឡើងវិញព្រោះកន្លងមកពលរដ្ឋទាំងសងខាងព្រំដែនរស់នៅប្រស្រ័យតាក់ទងគ្នាផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមកប្រកបដោយភាពសុខដុមរមនាដែលមិនមានភាពល្អក់កកនោះឡើយត្រយងនាំសារពិតគ្រប់ទីកន្លែង